លើតែត្រីបឹងកញ្ឆែតតបងប្អូនដឹងទេថាត្រីបឹងកញ្ឆែតហ្នឹងគេធ្វើរបៀបម៉េចតោះថ្ងៃហ្នឹងខ្ញុំមិននាំបងប្អូនមើលពីរូបមន្តងាយៗដែលខ្ញុំធ្វើជាប្រចាំនៅពេលដែលខ្ញុំចង់ញ៉ាំណាហើយរូបមន្តអស់ហ្នឹងក៏អត់ចាំបាច់រកគ្រឿងផ្សំអីញ៉ៃញ៉ៃអីច្រើនម៉ូតច្រើនមកអីមកដែរបងប្អូនគឺថាងាយៗមែនតើយើងរកបាននៅតាមចិត្តយើងហើយវាអត់ចំណាយអស់ច្រើនទេអញ្ចឹងយើងមកមើលទាំងអស់គ្នាតើគ្រឿងផ្សំរបស់វាមានអីខ្លះគ្រឿងផ្សំរបស់វាបើយើងនិយាយងាយៗទៅវាដូចជាគ្រឿងយើងស្លម្ជូរគ្រឿងអញ្ចឹងក៏ប៉ុន្តែយើងគ្រាន់តែបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសឆ្អើរគ្រីមហ្នឹងម្ទេសហ្នឹងបើសិនជាយើងអត់មានយើងអត់ចាំបាច់ដាក់ក៏បានដែរហើយយើងហាន់ស្លឹកគ្រៃហើយក្រូចម្ដេងរបស់យើងហ្នឹងដាក់ចូលមកហើយអញ្ចឹងទៅយើងក៏បន្ថែមជាមួយនឹងទឹកប្រហែលជាកន្លះកែវដើម្បីយកទៅកិនដោយសារតែម៉ាស៊ីនកិនរបស់ខ្ញុំហ្នឹងបើសិនជាយើងអត់ដាក់ទឹកទេវាអត់កិនម៉ត់ល្អទេតែបើសិនជាបងប្អូននៅផ្ទះអាចបុកជាមួយត្បាល់ក៏បានដែរត្បាល់យើងមានហ្នឹងគឺយើងបុកបានដល់ពេលយើងយកវាមកកិនឲ្យម៉ត់ហើយយើងដាក់ឆ្នាំងយើងទៅបើកភ្លើងឲ្យក្តៅចាក់គ្រឿងដែលយើងបានកិនហ្នឹងចូលទៅក្នុងបើសិនជាបងប្អូនប្រើត្បាល់បងប្អូនអាចចាក់ខ្លាញ់ចូលបន្តិចហើយដាក់គ្រឿងយើងចូលទៅកូរហ្មងណានិយាយឲ្យខ្លីៗហ្មងថាដូចគ្រឿងយើងស្លម្ជូរគ្រឿងចឹងនៅពេលដែលយើងកូរគ្រឿងរបស់យើងហ្នឹងឲ្យរាងស្ងួតទឹកល្អហើយទើបខ្ញុំបន្ថែមជាមួយនឹងកាពិកន្លះស្លាបព្រាបាយបើសិនជាបងប្អូនអត់មានកាពិប្រើជាប្រហុកក៏បានដែរតែបើសិនជាបងប្អូនអត់ហូបប្រហុកទេអាចដាក់កាពិក៏បានដែរឬក៏ចង់ដាក់ទាំងពីរមុខហ្នឹងចូលគ្នាក៏បានដែរស៊ីសងលើចំណូលចិត្តរបស់យើងណាប៉ុន្តែថ្ងៃហ្នឹងខ្ញុំអត់ដាក់ប្រហុកទេខ្ញុំដាក់តែកាពិបន្ទាប់ពីយើងបានកូរកាពិឲ្យចូលជាមួយគ្រឿងល្អបន្តិចហើយទើបខ្ញុំចាក់ខ្ទិះដូងចូលទៅហើយខ្ទិះដូងនេះខ្ញុំប្រើចំណុះប្រហែលជា250 ml បងប្អូននៅពេលដែលយើងចាក់ខ្ទិះដូងចូលទៅហើយគឺយើងបន្ថែមជាមួយនឹងដុំស៊ុបខ្នុរថ្ងៃហ្នឹងខ្ញុំប្រើតែមួយកូនដុំទូចទេហើយយើងក៏បន្ថែមជាមួយនឹងស្ករសកន្លះស្លាបព្រាបាយប៊ីចេងមួយចុងស្លាបព្រាបាយអំបិលរ៉ូឌីកន្លះស្លាបព្រាបាយហើយនឹងប្រេងខ្យងចំនួន2ស្លាបព្រាបាយបងប្អូនបើសិនជាបងប្អូនគិតថាទាំងអស់ហ្នឹងវាធ្វើឲ្យប្រៃពេកអីអត់មែនទេបងប្អូនអត់ប្រៃទេដោយសារតែយើងនឹងបន្ថែមទឹកវាពីលើហើយនៅពេលដែលខ្ញុំកូរគ្រឿងទាំងអស់ហ្នឹងសព្វចូលគ្នាហើយខ្ញុំចាក់ទឹកចូលទៅប្រហែលជាមួយផ្តិលឬក៏1លីត្រអីនឹងឯងហើយបងប្អូនឃើញទឹកពណ៌ក្រហមហ្នឹងវាមិនមែនជាទឹកអីទេទឹកធម្មតារបស់យើងនឹងឯងគ្រាន់តែថាជាត្បាល់គ្រឿងបើយើងនិយាយឲ្យស្រួលស្ដាប់គឺយើងលាងត្បាល់ទឹកលាងត្បាល់អញ្ចឹងណាយើងចាក់ចូលប៉ុណ្្នឹងហើយគឺយើងទុកវាឲ្យពុះល្អមកយើងភ្លក់មើលរសជាតិវាមកថារសជាតិត្រូវនឹងយើងចង់បាននៅហើយបងប្អូនជៀសវាងបន្តិចកុំឲ្យទឹកហ្នឹងវាសាពេកហើយកុំឲ្យវាប្រៃយើងអាចថាយករសជាតិរៀងច្បាស់មួយថាវាមិនច្បាស់ថាប្រៃណាតែកុំឲ្យវាដល់សាបឈឹងហ្មងនៅពេលដែលយើងភ្លក់ថាវាពេញចិត្តយើងហើយគឺយើងបន្ថែមជាមួយនឹងខ្ទឹមក្រហមនេះបើសិនជាបងប្អូនចូលចិត្តអាចដាក់ក៏បានមិនដាក់ក៏បានដែរអត់បញ្ហាទេប៉ុន្តែខ្ញុំចង់ធ្វើវាជាអន្លក់ញ៉ាំអីចឹងខ្ញុំដាក់ទៅកុំឲ្យថាវាអត់មានបន្លែអីសោះអីចឹងណាពេលដែលយើងដាក់ខ្ទឹមក្រហមរបស់យើងចូលទៅហើយទៅយើងបន្ថែមជាមួយនឹងសណ្តែកដីបុកឯងបងប្អូនហ្នឹងគឺដាក់ដើម្បីឲ្យវាខាប់ដែរហើយត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនថាបើសិនជាបងប្អូនមានលក្ខណៈដូចជាត្រីឆ្អើអីចឹងចង់បុកដាក់តែបុកឲ្យម៉ាច់ដាក់បានព្រោះថាយើងដាក់វាដើម្បីឲ្យវាខាប់ក៏ប៉ុន្តែខ្ញុំថ្ងៃហ្នឹងខ្ញុំធ្វើអត់យកខាប់ពេកទេយើងដាក់សណ្តែកដីយើងហើយនឹងមកខ្ញុំក៏បន្ថែមជាមួយនឹងពងមាន់នេះខ្ញុំប្រើតែ2គ្រាប់ទេថ្ងៃហ្នឹងបើសិនចង់ខាប់ខ្លាំងដាក់3ទៅ4គ្រាប់ក៏បានដែរប៉ុន្តែខ្ញុំញ៉ាំតែ2នាក់ហើយទឹក1លីត្រចឹងទៅខ្ញុំដាក់ពងមាន់តែ2គ្រាប់ទេពងមាន់ហ្នឹងគឺយើងយកវាមកគោះហើយកូរឲ្យម៉ត់ហើយយើងកូរជាមួយនឹងទឹកបឹងកញ្ឆែតរបស់យើងហ្នឹងយើងកូរវាឲ្យវិលអញ្ចឹងហើយចាំយើងចាក់ពងមាន់របស់យើងចូលទៅបានវាធ្វើឲ្យតែសៃពងមាន់របស់យើងហ្នឹងវាបែកចេញពីគ្នាតែបើសិនជាបងប្អូនដាក់ទៅទឹកនឹងហ្មងដាក់ទៅគឺពងមាន់របស់យើងវាអត់បែកចេញពីគ្នាគឺវាដុំនៅជាប់គ្នាអញ្ចឹងហើយនៅពេលនេះគឺទឹកស្លរបស់យើងបានឆ្អិនហើយខ្ញុំភ្លក់មើលទៅរៀងស្ទើររសជាតិបន្តិចខ្ញុំក៏បន្ថែមជាមួយនឹងអំបិលកន្លះស្លាបព្រាហើយនឹងទឹកត្រី1ស្លាបព្រាទៅថែមទៀតដោយសារតែវាអត់ទាន់មានរសជាតិថាប្រៃទេគឺវាសាបឈឹងតែហ្មងបងប្អូនអញ្ចឹងទឹកស្លយើងបានឆ្អិនហើយក៏ថាងាយមែនតើបងប្អូនដល់ពេលទឹកស្លយើងឆ្អិនហើយឥឡូវយើងមកចៀនត្រីទាំងអស់គ្នាឃើញថាត្រីរបស់យើងហ្នឹងគឺយើងយកត្រីយើងធំដែរដើម្បីយើងយកមកកាត់វាជាចំណែកទូចចឹងទៅវាគួរឲ្យចង់ញ៉ាំណាអញ្ចឹងយើងដាក់ខ្ទះយើងឲ្យក្តៅយើងដាក់ត្រីយើងចៀនទៅយើងត្រឡប់ហើយត្រីរបស់យើងហ្នឹងក៏អត់ចាំបាច់ប្រឡាក់ម្សៅប្រឡាក់អីញ៉ៃណាគឺចៀនសាបចឹងហ្មងចានៅពេលដែលយើងបានធ្វើអញ្ចឹងហើយគឺថាត្រីរបស់យើងក៏ហមល្អយើងអត់យកដល់ថ្នាក់កម្ៅពេកទេណាបងប្អូនណាអូនទាំងអស់គ្នានៅឆ្ងាយទេអាចមើលវីដេអូបានកុំដល់ថ្នាក់ចៀនដល់ខ្លោចអញ្ចឹងនៅពេលដែលយើងចៀនត្រីយើងអស់ហើយយើងមកមើលបន្លែរបស់យើងម្ដងហើយចំពោះការរៀបចំបន្លែនេះផងដែរពាក្យថាបឹងកញ្ឆែតមួយម៉ាត់មិនមែនយើងញ៉ាំតែជាមួយកញ្ឆែតទេបងប្អូនណាកុំច្រឡំយើងអាចញ៉ាំជាមួយបន្លែផ្សេងប្រៀបដូចស៊ុបអញ្ចឹងបន្លែស៊ុបបន្លែអីហ្នឹងយើងអាចយកមកដាក់ជាមួយបឹងកញ្ឆែតបានប៉ុន្តែសម្រាប់ផ្ទះរបស់ខ្ញុំវិញគឺឲ្យតែមានស៊ុបមិនថាស៊ុបទាស៊ុបអីទេគឺថាខ្ញុំអត់ដែរភ្លេចជាមួយម្អមហ្មងព្រោះថាអត់ម្អមវាដូចអត់មានជារសជាតិរបស់យើងដែលចង់បានណាអញ្ចឹងថ្ងៃហ្នឹងបឹងកញ្ឆែតបងរ៉េតទៅទិញកញ្ឆែតនៅតឡាត់ណាត់បាន3ថង់ហ្នឹងខ្ញុំរើចុះរើឡើងអស់ហើយបងប្អូនអើយអស់បានតែ2ថង់ហើយ2ថង់ហ្នឹងយើងរិះមែនតើណាយើងចោលតែអាណារៀងរឹងចាស់យើងយកតែអាណាខ្ចីហើយហៅត្រួយរបស់វាអាហ្នឹងគឺញ៉ាំបានហើយញ៉ាំឆ្ងាញ់ទៀតអញ្ចឹងនៅពេលយើងរើសហើយគឺថាបន្លែរបស់យើងមានតាំងពីម្អមមានស្លឹកជីអាណាជីក្រហមគិនឆាយបូកគោមានការ៉ុតមានត្រចៀកកដោ
ឡោមានស្នៀតពោតសិតបញ្ចូលគឺឆ្ងាញ់មែនតើណាហើយអញ្ចឹងណាបងប្អូនមានជាច្រើនបើសិនជាតាមតបងរ៉េតវិញបើសិនតែជាបងរ៉េតវិញគឺគាត់ហូបទឹកកញ្ឆែតទេក៏ប៉ុន្តែខ្ញុំហូបទឹកកញ្ឆែតពេកខ្ញុំហូបអត់បានទេអញ្ចឹងទៅខ្ញុំត្រូវការបន្លែផ្សេងៗទៀតដែលខ្ញុំអាចញ៉ាំជំនួសបានគឺស្ពៃបូកូអីនឹងឯងគឺខ្ញុំចូលចិត្តញ៉ាំលក្ខណៈជីអីអញ្ចឹងណាឥឡូវបន្លែយើងឃើញថាយើងរៀបចំលាងសម្អាតបានស្អាតអស់ហើយអញ្ចឹងទៅយើងរៀបចំដាក់លើតុហើយមានតាំងពីឆ្នាំងភ្លើងមានតាំងពីកញ្ឆែតមានតាំងពីបន្លែរបស់យើងហើយក៏ដូចជាត្រីចៀនរបស់យើងតែជាអកុសលបងប្អូនហើយឆ្នាំងភ្លើងរបស់ខ្ញុំនឹងវាខូចល្មមឲ្យវាគ្នាខូចដែរយើងតែងតាំងពីជំនាន់កូវីដដល់តាំង2020 2021ល្មមឲ្យខូចហើយតែប្តីខ្ញុំនេះអត់អស់ចិត្តទេបងប្អូននិយាយពីថាទៅឆ្កឹះទៅឆ្កៀលខ្ញុំដល់ពេលអង្គុយចាំយូរពេកទៅមានអារម្មណ៍ថាខ្ជិលហើយយើងយកមកដាក់នឹងបើកឆ្នាំងក្រាស់វិញល្អជាងបានលឿនអញ្ចឹងនៅពេលដែលយើងបើកក្រាស់របស់យើងហើយទឹកស្លរបស់យើងហ្នឹងគឺឥឡូវយើងរើសយកបន្លែរៀងដាក់មុនណាខ្ញុំដាក់ស្នៀតពោតដាក់សិតដាក់ពោតដាក់អីចូលមុនតែថាជាបន្លែរឹងគឺខ្ញុំដាក់ចូលទៅមុនហើយបន្ទាប់មកគឺយើងដាក់បន្លែបកាទាំងអស់មានតាំងពីកញ្ឆែតមានតាំងពីជីមានតាំងពីតកួនមានតាំងពីអីហ្នឹងគឺយើងដាក់ចូលទាំងអស់ហើយទៅយើងមកអមអីហ្នឹងយើងដាក់ចូលទៅបន្ទាប់មកទៅយើងដាក់ស្ពៃបូកូទៅតាមក្រោយដោយសារថាស្ពៃបូកូយើងនឹងវារៀងទន់បន្ទាប់ពីយើងដាក់ចូលអស់ហើយទៅយើងដាក់ត្រីចូលទៅហើយត្រីរបស់យើងហ្នឹងដោយសារតែយើងជៀនឲ្យស្រាប់អញ្ចឹងយើងត្រូវតែឲ្យតែបន្លែហ្នឹងវាឆ្អិនមកគឺបានហើយនេះបងប្អូនគឺថាខ្ញុំទីណាអញ្ចឹងថាវារៀងយប់ម៉ោង8ហើយអញ្ចឹងទៅយើងប្រញាប់ចង់ញ៉ាំដែរហើយមកហូបមុខនេះដែរគឺបងរ៉េក៏ចូលចិត្តខ្លាំងមែនតែនហើយក៏ជាម្ហូបដែលគាត់ទៅផ្សារទិញគ្រឿងមកខ្លួនឯងយកមកឲ្យខ្ញុំស្លោដែរបងប្អូនអញ្ចឹងគឺថាអ្នកដែលញ៉ាំហ្នឹងគឺគាត់ញ៉ាំបានច្រើនណាស់ខ្ញុំនិយាយត្រង់បងរ៉េក៏ហូបបានច្រើនណាស់ខ្ញុំមួយឆ្នាំងហ្នឹងខ្ញុំហូបជាមួយគាត់ហើយបន្ទាប់មកខ្ញុំឈប់គាត់ទៅបន្ថែមបន្លែមួយជាន់ទៀតហើយនិយាយពីត្រីខ្ញុំញ៉ាំអត់អស់ទេទឹកសាឡក៏ដូចជាត្រីថ្ងៃហ្នឹងខ្ញុំញ៉ាំបានពី2ពេលខ្ញុំញ៉ាំយប់មិញមួយពេលហើយខ្ញុំញ៉ាំនៅថ្ងៃត្រង់នេះបានមួយពេលទៀតបងប្អូនអញ្ចឹងវាមិនថាយើងធ្វើមកហ្នឹងយើងញ៉ាំទាំងអស់តែមួយពេលអត់ទេដោយសារតែគ្នាតែ2នាក់ទេអញ្ចឹងយើងអាចញ៉ាំបាន2ពេលតែបើសិនជាបងប្អូនឬក៏បងប្អូននិស្សិតតែគាត់នៅឆ្ងាយគាត់អាចធ្វើញ៉ាំបានណាជុំគ្នា4 5នាក់6នាក់អីអញ្ចឹងញ៉ាំបានឆ្ងាញ់មកបបពោហ្មងជាពិសេសយើងអត់សូវញ៉ាំត្រីអីច្រើនហ្មងទេយើងញ៉ាំលក្ខណៈបន្លែបើខ្ញុំវិញខ្ញុំញ៉ាំត្រីបងរ៉េតញ៉ាំបន្លែត្រីហ្មងប្រហែលជា3 4ដុំហ្នឹងគឺខ្ញុំញ៉ាំអស់3បងរ៉េតញ៉ាំអស់តែ1ទេអញ្ចឹងទៅយើងវាមិនសូវចោលហ្មងទេទឹកសាឡហើយខ្ញុំភ្លេចប្រាប់បងប្អូនមួយទៀតសម្រាប់បឹងកញ្ឆែតនេះដែរគឺខ្ញុំញ៉ាំជាមួយនឹងទឹកជ្រលក់ស៊ុគីទឹកជ្រលក់ស៊ុបគឺខ្ញុំភាគច្រើនខ្ញុំញ៉ាំជាមួយទឹកស៊ុគីហ្នឹងទៅគឺឆ្ងាញ់ទឹកសាឡយើងវាមានរសជាតិប្រៃដែរតែវាមិនមែនប្រៃដល់វាប្រៃឡំតិចហើយយើងជ្រលក់ជាមួយនឹងទឹកជ្រលក់យើងមកគឺថាល្មមហូបថ្ងៃហ្នឹងគឺឆ្ងាញ់បងប្អូនខ្ញុំឲ្យបន្ទុកខ្លួនឯង10 លើ 10ចាអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូដល់ចប់ជួបគ្នាវីដេអូក្រោយណាជម្រាប